តើបងប្អូនកំពុងតែជួបប្រទះនឹងខ្វាយខ្វល់ខ្លាំងរឿងបញ្ហាជំងឺរលួយគល់ជក់ហូរស្លឹកឡើងលឿងឬស្ងួតចុងមែកលើដើមទុរេនមែនទេទាំងនេះគឺជាសញ្ញាព្រមានដ៏គ្រោះថ្នាក់នៃជំងឺបង្កឡើងដោយផ្សិត Phytophthora ដែលជាសត្រូវលាក់មុខបំផ្លាញដំណាំទុរេនយ៉ាងសាហាវបំផុតជំងឺបង្កឡើងដោយផ្សិត Phytophthora វាលុកខ្លាំងទៅលើប្រព័ន្ធឫសនិងសម្បកដើមបណ្ដាលឲ្យទុរេនបាត់បង់ទិន្នផលជាបន្តបន្ទាប់ហើយបើទុកចោលមិនព្យាបាលឲ្យទាន់ពេលវេលាទេនោះវានឹងធ្វើឲ្យងាប់ដើមទាំងស្រុងតែម្ដងប៉ុន្តែចាប់ពីពេលនេះតទៅបងប្អូនកសិករលែងមានការបារម្ភទៀតហើយខ្ញុំសូមណែនាំឱសថដ៏ស័ក្តិសិទ្ធិនិងមានប្រសិទ្ធភាពខ្ពស់បំផុតនោះគឺថ្នាំ Ensoren របស់ក្រុមហ៊ុន Loctroy Cambodia Ensoren ត្រូវបានបង្កើតឡើងយ៉ាងពិសេសសម្រាប់កម្ចាត់និងទប់ស្កាត់រាល់ពពួកផ្សិតនិងជំងឺ Phytophthora លើដំណាំទុរេនរបៀបប្រើប្រាស់គឺងាយស្រួលមែនទែនសម្រាប់ដើមដែលកំពុងមានបញ្ហាជ័រហូរឬរលួយគល់បងប្អូនគ្រាន់តែកោសសម្អាតមុខរបួសឲ្យស្អាតរួចយកថ្នាំ Ensoren ទៅលាបផ្ទាល់ពីលើមុខរបួសនោះជាការស្រេចហើយមួយវិញទៀតការចាក់ឬស្រោចគល់បន្ថែមគឺល្អបំផុតសម្រាប់ករណីដែលប្រព័ន្ធឫសខាងក្រោមចាប់ផ្ដើមរងការវាយប្រហារពីជំងឺបង្កឡើងដោយផ្សិត Phytophthora ចំណែកឯការការពារជាប្រចាំបងប្អូនអាចយក Ensoren ទៅលាយទឹកសម្រាប់បាញ់ស្រោចស្រពតាមដើមមែកនិងជុំវិញគល់ដើម្បីបង្កើតជាខែលការពារមិនឲ្យមេរោគឆ្លងចូលបានឡើយក្រោយពេលប្រើប្រាស់ Ensoren រួចបងប្អូននឹងឃើញលទ្ធផលភ្លាមៗដោយមុខរបួសចាប់ផ្ដើមស្ងួតលឿនការពារមិនឲ្យរាលដាលទៅកន្លែងផ្សេងនិងជួយជំរុញឲ្យដើមទុរេនបែកឫសថ្មីស្លឹកឡើងបៃតងខ្ចីនិងលូតលាស់ឡើងវិញប្រកបដោយសុខភាពល្អចង់បានចំការទុរេនមានសុខភាពល្អដើមមាំមួននិងទទួលបានទិន្នផលខ្ពស់កុំភ្លេចជ្រើសរើសថ្នាំ Ensoren របស់ក្រុមហ៊ុន Loctroy Cambodia